នៅផ្ទះតូចមួយជីភូមិមីរស់នៅលើដំបូលចូលចិត្តគេងថ្ងៃនិងមើលបក្សីថ្ងៃមួយប៊ូបូត្រូវបានតាតានាំមកចិញ្ចឹមមីមើលឃើញហើយគិតថាឆ្កែធំប្រកាសជាចង់ដេញខ្ញុំប៊ូបូមើលឃើញមីក៏និយាយថាវ៉ាវឆ្មានេះមើលទៅឆ្លាតណាស់តែការជួបគ្នាលើកដំបូងពោពេញដោយការយល់ច្រឡំថ្ងៃមួយតាតាបាត់កូនសោផ្ទះតាតាព្រួយចិត្តណាស់ប៊ូបូរកគ្រប់ទីកន្លែងមីឡើងលើដើមឈើនិងដំបូលមើលពីលើបន្ទាប់ពីសហការគ្នាមីឃើញកូនសោធ្លាក់នៅក្បែរធុងទឹកខណៈប៊ូបូយកមកឲ្យតាតាសប្បាយចិត្តខ្លាំងហើយនិយាយថាអ្នកទាំងពីរគឺជាមិត្តល្អណាស់ចាប់ពីថ្ងៃនោះមីមិនខ្លាចប៊ូបូទៀតប៊ូបូរៀនស្ដាប់និងគិតមុនធ្វើពួកគេលេងជាមួយគ្នាការពារផ្ទះនិងជួយតាតារាល់ថ្ងៃសារៈសំខាន់នៃរឿងនេះមិត្តភាពកើតឡើងបានទោះបីខុសគ្នាក៏ដោយបើចេះសហការនិងយល់ចិត្តគ្នា